សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់ Channel រមីសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែរ admin បានសម្រាយរឿងមួយចង់ចែកជូនប្រិយមិត្តទាំងអស់គ្នាស្ដាប់រឿងនេះបានចាប់ផ្ដើមឡើងជាមួយនឹងតួអង្គស្រីម្នាក់ឈ្មោះថាសូយ៉ាដែលនាងជានារីម្នាក់ដែលមានមហិច្ឆតាខ្ពស់ចង់ល្បីនៅក្នុងបណ្ដាញសង្គម YouTube នាងស្នាក់នៅក្នុងផ្ទះជួលមួយកន្លែងដែលមានបរិយាកាសរៀងអាប់អួរបន្តិចរាល់យប់ចៃយ៉ាតែងតែមានបញ្ហាជាមួយនឹងបន្ទប់ក្បែរខាងដែលចូលចិត្តបង្កសំឡេងរំខានធ្វើឲ្យនាងនឹងគេងមិនលក់ហើយមួម៉ៅខ្លាំងណាស់យប់មួយនាងទ្រាំមិនបានក៏ទៅគោះទ្វារជេរម្ចាស់បន្ទប់ប៉ុន្តែត្រូវគេតបតវិញយ៉ាងឆាស់ដៃធ្វើឲ្យនាងកាន់តែខឹងសម្បាចៃយ៉ាគឺជាអ្នកផលិតវីដេអូផ្នែកសម្រស់បែប Beauty Blogger ប៉ុន្តែវីដេអូរបស់នាងអត់មានអ្នកមើលសោះគឺមានត្រឹមតែ 1K ទៅ 2K អ្នកប៉ុណ្ណោះនាងចាប់ផ្ដើមឆែកមើល Channel ដទៃទៀតស្រាប់តែឃើញវីដេអូមុខបាំងរបស់ Channel គឺល្បីខ្លាំងមែនទែនម្ចាស់ Channel នោះគឺជាស្រីម្នាក់ដែលមានទឹកមុខស្លេកស្លាំងភ្នែកខ្មៅស្លាក់ដោយមនុស្សចិត្តដាច់ខ្យល់ប៉ុន្តែនាងបានញ៉ាំមីដែលហឹរខ្លាំងរហូតតែអ្នកមើលគឺ2លាននាក់ក្នុងរយៈពេល2ថ្ងៃចៃយ៉ាមិនបានអាណិតនារីម្នាក់នោះទេតែនាងបែរជានិយាយថាហឹមុខដូចខ្មោចអញ្ចឹងញ៉ាំមីតែប៉ុណ្្នឹងសោះល្បីម្លេះចាំមើលណាខ្ញុំធ្វើឲ្យល្បីជាងនឹងនេះហើយគឺជាចំណុចទឹកចាប់ដើមដើម្បីចង់បានភាពល្បីល្បាញចៃយ៉ាបានសម្រេចចិត្តបដូរមកធ្វើមេតិកាមកបាំងវិញនាងបានទៅតូបលក់មីមួយកន្លែងអ្នកលក់បានសួរនាងថាយកហឹលកម្រិតណាដែរចៃយ៉ាបែរជាយកកម្រិតលេខ1គឺកម្រិតអត់ហឹលសោះអ្នកលក់នឹងឆ្លើយយ៉ាងខ្លាំងមិនក៏ YouTuber ញ៉ាំមិនហឹលអញ្ចឹងធម្មតាគេញ៉ាំកម្រិត5ទៅ10ទៅល្បីចៃយ៉ាមិនខ្វល់ពីសុខភាពឬរសជាតិពិតនោះទេនាងគិតតែវិធីបោកភ្នែកអ្នកមើលនាងបានទិញលក្ខពណ៌អាហារពណ៌ក្រហមចៅមកលាយជាមួយមីនោះធ្វើឲ្យវាមើលទៅដូចជាហឹរខ្លាំងពេលថតវីដេអូចៃយ៉ាបានសម្ដែងទឹកមុខយ៉ាងចូលចិត្តហូរទឹកភ្នែកបែកញើសនិងធ្វើគូតជាហឹរខ្លាំងរហូតដល់ដង្ហើមមិនចង់រួចនាងគិតក្នុងចិត្តថាល្ងងមែនពួកអ្នកមើលខ្ញុំគ្រាន់តែសម្ដែងបន្តិចក៏ជឿដែរបន្ទាប់ពីបង្ហោះវីដេអូសម្ដែងនោះរួចចៃយ៉ាបានឃើញ Channel របស់នាងនារីស្រីស្រាំម្នាក់នោះមិនទាន់បង្ហោះវីដេអូថ្មីទេនាងក៏ចូលទៅសរសេរ comment ជេរប្រមាថយ៉ាងធ្ងន់ធ្ងរថាមិនក៏អត់បង្ហោះទៀតឬមួយក៏ងាប់អត់ហើយមុខស្លេកដូចខ្មោចអញ្ចឹងក៏មកសម្ដែងទៀតអីនាំតែខូចអារម្មណ៍អ្នកមើលទេនាងមិនបានដឹងទេថានៅពីក្រោយកាមេរ៉ានារីម្នាក់នោះកំពុងតែរងទុក្ខវេទនាបំផុតនាងត្រូវបាន manager នេះគឺអ្នកគ្រប់គ្រងរបស់នាងបង្ខំឲ្យញ៉ាំមីហឺទាំងបង្ខំដើម្បីរកលុយឲ្យគេខមមិនរបស់ចៃយ៉ាគឺជាភ្លើងចម្បាំងចុងក្រោយតែធ្វើឲ្យនារីម្នាក់នោះអស់សង្ឃឹមក្នុងជីវិតនិងសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងទាំងសេចក្តីឈឺចាប់បំផុតយប់មួយនៅពេលដែលចៃយ៉ាកំពុងតែត្រេកអរនឹងចំនួនអ្នកមើលដែលកើនឡើងទៅដល់100,000នាក់នាងចាប់ផ្ដើមជួបហេតុការណ៍ចម្លែកនាងមានអារម្មណ៍ថាមានក្លិនស្អុយរលួយភាយពេញបន្ទប់ពេលនាងទៅទិញអាហារពេលយប់នាងមានអារម្មណ៍ថាមានស្រមោលខ្លាំងដើរតាមពីក្រោយជានិច្ចពេលត្រឡប់មកដល់បន្ទប់ចៃយ៉ាស្រាប់តែឃើញក្មេងស្រីម្នាក់អង្គុយនៅលើគ្រែរបស់នាងពេលនាងមើលច្បាស់គឺជានារីស្រីស្រាំងក្នុងវីដេអូមកបាំងនោះឯងប៉ុន្តែលើកនេះភ្នែករបស់នាងហូរឈាមចេញមកនិងមានចានមីដែលពោពេញទៅដោយដង្កូវនៅក្នុងដៃចៃយ៉ាភ័យរហូតស្លាប់បាត់ស្មារតីពេលភ្ញាក់ដឹងខ្លួននាងបានរត់ត្រឡប់មកចាប់ផ្ទះជួលឲ្យគេជួយប៉ុន្តែគ្មានអ្នកណាឃើញអ្វីឡើយគេគិតថាចៃយ៉ានេះគ្រាន់តែយកសពអាក្រក់ប៉ុណ្ណោះរឿងរ៉ាវគឺកាន់តែគួរខ្លាចនៅពេលដែលមានបុរសម្នាក់បានលួចចូលក្នុងបន្ទប់របស់ចៃយ៉ាបុរសនោះគឺជា manager របស់នារីដែលស្លាប់នោះឯងគេបានចាប់ចៃយ៉ាជាប់នឹងគំរាមសម្លាប់នាងបុរសនេះបានប្រាប់ថាគេបានតាមដានចៃយ៉ាយូរហើយតាមរយៈ comment ជេរប្រមាថរបស់នាងគេចង់សម្លាប់ចៃយ៉ាដើម្បីសងសឹកដែលធ្វើឲ្យប្រភពចំណូលគឺនារីដែលស្លាប់នឹងរបស់គេត្រូវបាត់បង់សំណាងល្អប៉ូលីសបានមកដល់ទាន់ពេលតាមរយៈការរាយការណ៍ពីម្ចាស់ផ្ទះជួលបរិសុទ្ធកិច្ចករនោះត្រូវបានចាប់ខ្លួនគេបានសារភាពថាគេពិតជាបានបង្ខំឲ្យនារីស្រីស្រាំងម្នាក់ញ៉ាំមីហឺរហូតដល់ស្លាប់មែនទែនដើម្បីតែលុយនិងមាតិកាគឺ content របស់គេនោះឯងចៃយ៉ាបានរួចជីវិតប៉ុន្តែរបស់បេះដូងរបស់នាងឡើងមានក្តីសុខទៀតហើយនាងបានដឹងថាម្រាមដៃរបស់នាងដែលធ្លាប់តែសរសេរជេរគេនោះវាគឺជាអាវុធដែលសម្រាប់មនុស្សម្នាក់ឲ្យស្លាប់ទាំងរស់នាងមានវិបត្តិស្រីយ៉ាងខ្លាំងនាងសម្រេចចិត្តឈប់ធ្វើ YouTuber ឈប់ជួលបន្ទប់នោះហើយត្រឡប់ទៅនៅផ្ទះជាមួយនឹងឪពុកម្ដាយវិញដើម្បីកែប្រែខ្លួនជាមនុស្សថ្មីពេលរៀននេះគឺបានមករៀនយើងថាកុំមើលងាយអ្នកដទៃយើងមិនដឹងទេថាអ្នកដែលនៅពីក្រោយកញ្ចក់ទូរស័ព្ទកំពុងតែជួបការឈឺចាប់អ្វីខ្លះ
កំបោកប្រាស់អ្នកមើលភាពល្បីល្បាញដែលបានមកពីការផុតផុលវានឹងនាំមកនូវហន្តរាយនៅថ្ងៃណាមួយបើកម្មពីមានពិតអ្វីដែលយើងសរសេរជេរគេវានឹងត្រឡប់មកលោកបន្លាចយើងវិញនៅថ្ងៃណាមួយមិនខានរឿងរ៉ាវនេះគឺបានចាប់តែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នារឿងនេះគឺសាហាវណាស់ព្រោះវាជាការពិតនៅក្នុងសង្គមបច្ចុប្បន្នតែបងប្អូនធ្លាប់ខមមិនជេរអ្នកណាទេបើធ្លាប់គឺឆាប់ត្រឡប់វិញទៅណាក្រែងលោមានអ្នកមកអង្គុយចាំនៅចុងជើងយប់នេះអរគុណសម្រាប់ការតាមដានកុំភ្លេចចុច Subscribe ឲ្យមានផងណាជម្រាបលាអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ